ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងចម្រោះទឹកញ៉ាំលក្ខណៈគ្រួសារប្រភេទអត់ប្រើភ្លើងដែលយើងចាប់តឡើងនៅក្នុងស្រុកនឹងទេបងប្អូនណាខ្លះដែលនៅតែចាទិញទឹកដូរទឹករបស់គេបងប្អូនចាឬក៏លក្ខណៈថានៅដាំទឹកញ៉ាំនៅឡើយបងប្អូនចាអញ្ចឹងបងប្អូនគួរតែចូលមើលវីដេអូនេះហើយសិក្សាទៅលើកញ្ចប់នៅក្នុងការទិញចម្រោះទឹកញ៉ាំមួយព្រោះមែនតើទៅតកតងនឹងចម្រោះមួយប្រភេទនេះបើយើងនិយាយពីតម្លៃគឺធូរខ្លាំងមែនតើបងប្អូនតែ$85ទេ$85នេះគឺជាប្រភេទលក្ខណៈ Premium បើសិនជាបងប្អូនត្រូវការតម្លៃធូរជាងហ្នឹងក៏យើងមានដែរប្រភេទអត់ប្រើភ្លើងជាទូទៅគឺយើងមាន3 model សម្រាប់ជ្រើសរើសមានតម្លៃ50រៀលសម្រាប់កាបូន5ជាន់តម្លៃ65 US ធម្មតាហើយនឹងកាបូនសុំទោសហើយនឹង US Premium ដោយដែលខ្ញុំកំពុងតែបង្ហាញនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងនៅក្នុងកញ្ចប់តម្លៃ$85នេះបងយកទៅគឺមានតួចម្រោះរបស់ម៉ាស៊ីននេះមានគ្រឿងលក្ខណៈថាតម្រងខាងក្នុងអីមកកាផ្លេហើយស្រេចតែម្ដងហើយមួយទៀតគឺយើងមាននេះវ៉ានបង្ហូរទឹកញ៉ាំក៏យើងមានចាគ្រឿងតយោគ្រឿងតណោអីមកកាផ្លេទៅឡើងនៅក្នុងស្រុកមែនប៉ុន្តែតកតងនឹងចាការវេចខ្ចប់គឺមានលក្ខណៈស្តង់ដារកេសរបស់គេគឺបែបនេះបងប្អូនចាតើតោងនឹងអីវ៉ាន់ដែលយើងតម្លើងនៅក្នុងស្រុកគ្រឿងតំណ accessory យើងយកចូលមកតែយើងចាប់គុំនៅនេះចាបងប្អូនណាចាគឺយើងមានស្តុកហើយចាប់ជារៀងរាល់ថ្ងៃទៅតាមតម្រូវការរបស់អតិថិជនជាក់ស្ដែងតែម្ដងហើយសម្រាប់ឈុតអត់នេះគឺអត់ប្រើភ្លើងអញ្ចឹងបងប្អូនបាច់បារម្ភថាអត់ថ្លៃភ្លើងទេ1ម៉ោងវាអាចផលិតបាន12ទៅ15លីត្រតែគ្រាន់ថានេះប្រើបានតែទឹករត់ទេទឹកម្ដងគឺអត់ណែនាំទេបងប្អូនណាចាអញ្ចឹងចម្រោះនេះបើយើងនិយាយពីការតគឺអត់ពិបាកទេបងប្អូនអាចថារៀងចុងវីដេអូតិចខ្ញុំនឹងបង្ហាញត្រួសណាបងប្អូនតែមែនតើតើតទៅនឹងការតម្លើងគឺយើងមាននៅក្នុងវីដេអូមួយទៀតណាបងប្អូនចាអញ្ចឹងសម្រាប់ចម្រោះ5ជាន់តម្រងទី1នេះគឺកែវថ្លាចាយើងប្រើតម្រងសលៃសម្រាប់ដកនៅកកដីកំតិចកំទីដែលមាននៅក្នុងទឹកចាជាទូទៅ1ខែទៅ3ខែយើងដូរម្ដងចូលដល់ទី2អានេះគឺ CTO កបោនសណាញ់ចាអានេះគឺ4ទៅ6ខែយើងដូរម្ដងហើយទី3នេះគឺ resin ដូចគ្នា6ខែយើងដូរម្ដងតម្លៃរបស់វាធូរបងប្អូនតែ$4កន្លះហើយបានចូលដល់ខាងលើនេះគឺជាតម្រងគេហៅថាពីរផ្សេងគ្នាតម្រងទី4នេះអាពណ៌បៃតងនេះគឺ US 5ជាន់ណាបងប្អូនចា US ពាក្យពេញរបស់វា Ultra Filtration រុនច្រោះរបស់វាតូច 0.1 ទៅ 0.01 មីក្រុងវាច្រោះបានល្អកកកំតិចកំទីហើយនឹងបាក់តេរីដែលមាននៅក្នុងទឹកចាធ្វើឲ្យទឹកដែលចេញមកគឺសុវត្ថិភាពនៅក្នុងការញ៉ាំទទួលទានហើយតម្រងចុងក្រោយគេនេះគឺផុសកាបោនប្រភេទ K33 ដូចគ្នាដែរវាជា brand របស់កូរ៉េជា worldwide brand Vaco របស់ Hyundai បងប្អូនអានឹងចាប់ចុងក្រោយនៅពួកក្លិនហើយនឹងជួយចាប់រសជាតិទឹកឲ្យឆ្ងាញ់ចាជាទូទៅ6ទៅ8ខែចាយើងដូរម្ដងបងប្អូនចាហើយបើអាយុ US នេះរៀងយូរមួយឆ្នាំអីបានយើងដូរម្ដងចាអញ្ចឹងគឺការផ្លាស់ប្ដូរតម្រងវាមានវគ្គមានឃ្លាខុសពីការដូរទឹកបងប្អូននឹងស្រាប់ហើយអ្នកដែលគាត់នៅតែបន្តការដូរទឹកគឺអាចថាយើងត្រូវដូរញឹកមួយសប្តាហ៍អីយើងអាចថាដូរម្ដងប៉ុន្តែបងប្អូនតម្រូវឲ្យប្រើច្រើនម្ដងអញ្ចឹងទៅអញ្ចឹងនៅក្នុងផ្ទះយើងគឺពោពេញទៅដោយម្ដងសឹងតែដូចដែលលក់ទឹកសុទ្ធតែម្ដងអញ្ចឹងបងប្អូនចាវាស៊ី space វាញ៉េញ៉ៃវាអត់ស្អាតវាអត់មានរបៀបអីចឹងទៅតែបើសិនជាមានចម្រោះនេះមួយបងប្អូនយកទៅគ្រាន់តែចាប់នៅអញ្ចាំងមកនេះព្រោះអាកន្លែងរបស់គេមានកន្លែងចាប់ហើយអាគ្រឿងវិសតំណអីផ្សេងសម្រាប់ចាប់នៅអញ្ចឹងគឺគេមានផ្ដល់ជូនឲ្យស្រេចឲ្យអត់ពិបាកទេហើយការតសម្រាប់បងប្អូនដែលគាត់យកទៅមិនថានៅពេញនៅតាមខេត្តទេតម្លៃ85នេះគឺខ្ញុំហ្វ្រីសេវាដឹកជញ្ជូនជាមួយនឹងហ្វ្រីតម្រងសលៃចំនួន2ដើមចាអញ្ចឹងតម្លើងបងប្អូនគ្រាន់តែនេះបងប្អូនអាចមើលគំរូត្រួសបានណាចាអានេះគឺក្បាល8ដែលគេផ្ដល់ស្រាប់ឲ្យស្រាប់តែគេដាក់នៅក្នុងថង់បងប្អូនតែគ្រាន់នេះខ្ញុំតឲ្យបងប្អូនមើលឲ្យស្រេចចាអានេះគឺអាក្បាលតូចចាអាក្បាលធំវានៅនេះសម្រាប់តពីទឹកដើមទឹករត់មកបងប្អូនចាអញ្ចឹងបងប្អូនត្រៀមតែស្គុតទឹកមកហើយយើងដាក់បែបនេះមកចារុំវាចឹងទៅចាហើយក៏ស្គុតទឹកយើងការពារកុំឲ្យវាលិចទឹកណាចានិយាយរួមទៅគឺការតម្លើងគឺវាងាយខ្លាំងមែនតើបងប្អូនពេលដែលបងប្អូនធ្វើរួចរាល់ហើយតយោនេះគឺមកច្រវាយចាយើងត្រូវការកាត់បងប្អូនយើងអាចភ្ជាប់ពីទឹកដើមមកតួម៉ាស៊ីនព្រោះតួម៉ាស៊ីនយើងទៅយកតូចហើយចំពោះទឹកដើមគឺបងប្អូនមិនបាច់ចាំបន្លាយវែងពេកទេចាចាំមកល្មមមកបានពីប្រភពទឹកមកកន្លែងចាំងដែលបងប្អូនត្រូវដាក់ចាប់តឡើងហ្នឹងណាហើយបន្តមកទៀតនេះគឺទៅបានបង្ហូរទឹកអីចឹងទៅតពីហ្នឹងទៅបានបង្ហូរទឹកចាហើយអាកន្លែងនេះកែង support សម្រាប់ចាប់អញ្ចឹងគឺគេមានផ្ដល់ឲ្យស្រេចហើយពេលដែលយើងចាប់អញ្ចឹងស្វាអានវ៉ាន់ចាំអញ្ចឹងបងប្អូនមិនបាច់ចាំមានអាស្វានបុកបេតុងអីក៏បានដែរតាទូលវីសក៏បានដែរបងប្អូនចាពេលដែលយើងចាប់ហើយយើងសូកអានេះមកចានេះសូកតែប៉ុណ្ណេះមកគឺរួចជាការស្រេចចាយើងតពីអាចុងក្រោយគេនេះព្រោះនេះរុន12អត់ប្រើភ្លើងគឺមានតែទឹកចូលហើយនឹងទឹកចេញតែប៉ុណ្្នឹងមក
អូខេពេលតឡើងហើយតម្រងខាងក្រោមនេះគឺបងត្រូវការដកផ្លាស្ទិកវាចេញចាហើយយើងធ្វើការតេះរ៉ាន់ចម្រោះលាងចម្រោះនឹងរយៈពេល20នាទីទៅកន្លះម៉ោងរហូតដល់ទឹកនឹងថ្លាគឺបងប្អូនអាចយកទៅប្រើប្រាស់បានហើយនិយាយរួមទៅគឺងាយមែនតើចាអញ្ចឹងបងប្អូនអាចជាវបានចាតាកតងនឹងម៉ាស៊ីននេះគឺធូរថ្លៃអត់អស់ថ្លៃអគ្គិសនីមិនពិបាកដូរទឹកមិនពិបាកដាំទឹកមិនពិបាកលើកទឹកឬក៏ចាចេញទៅលក្ខណៈថាឧទាហរណ៍ថាបងប្អូនចេញពីធ្វើការមកយើងមករៀងយប់ប្រឡប់ពេលខ្លះក៏តូបគេនៅបើកពេលខ្លះបើគេបិទទៅគឺយើងអត់ហ្មងអត់អីញ៉ាំហ្មងណាហើយមួយទៀតគឺលក្ខណៈថាយើងកំពុងតែអស់កម្លាំងហើយយើងត្រូវចេញទៅគឺវាប្រកបការលក្ខណៈការលំបាកណាបងប្អូនចាអញ្ចឹងគួរតែមានមួយគឺជួយសម្រួលខ្លាំងមែនតើហើយអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានមើលវីដេអូ YouTube ខាងយើងហើយសូមរំខានពុកម៉ែបងប្អូនជួយ Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗអរគុណច្រើនជម្រាបលា